តោះសួស្តីបងប្អូនឲ្យ60យើងហ្នឹងហើយអញ្ចឹងរដងខ្ញុំធ្វើវីដេអូតទៅនឹង function ការប្រើប្រាស់ផ្សេងប៉ុន្តែថ្ងៃនេះខ្ញុំមកនឹងប្រាប់បងប្អូនទៅនឹងវិធីសាស្ត្រដោះស្រាយបញ្ហាពេលដែលឡានមានបញ្ហាបាទដូចជា image គេហៅយើងថា emergency case បងប្អូនបាទអញ្ចឹងថ្ងៃនេះមាន3ករណីដែលបងប្អូនអាចដោះស្រាយបានហើយយកទៅអនុវត្តពេលដែលបងប្អូនមានបញ្ហាបាទទី1ករណីបើសិនជាឡាននេះលុតបងប្អូនបាទបើសិនជាឡានលុតអត្តនាការយើងជិះអត់ដឹងអស់ថ្មដូចករណីមកវឹកមុនបងប្អូនដឹងហើយណា EZ6 មានបញ្ហាលុតអញ្ចឹងឡាននេះបងប្អូនដោយសារតែវាជាថ្មជាទ្វារប្រភេទmanual វាមិនមែនជាប្រភេទ electronic ទេអញ្ចឹងពេលដែលឡាននេះលុតទ្វារនេះបងប្អូនអាចបើកបានបាទយើងអាចកាច់បានធម្មតាបើកចឹងណាវាអត់បញ្ហាទេហ្នឹងហើយអញ្ចឹងមួយទៀតបងប្អូនបើសិនជាករណីបងប្អូននៅក្នុងឡានអញ្ចឹងណាហើយករណីទី2បើសិនជាយើងនៅក្នុងឡានអញ្ចឹងហើយយើងអាចបញ្ឆេះឡានបានបាទប៉ុន្តែឡានមានថ្មអីអញ្ចឹងណាតែដោយសារថ្មតេឡេនេះវាអស់ណាហើយបងប្អូនអាចបញ្ឆេះបានណាហ្នឹងវិធីដោះស្រាយបងប្អូនយកថ្មហ្នឹងបាទយកទៅដាក់នៅក្រោមនេះដាក់កន្លែងរូបសោបងប្អូនរូបសោនេះណាបាទដាក់នៅហ្នឹងទៅហើយបងប្អូនបញ្ឆេះទៅអាហ្នឹងឆេះហើយបាទអញ្ចឹងវិធីទី2ណាករណីទី2អញ្ចឹងករណីទី3ករណីទី3ករណីដែលករណីទី3ហ្នឹងគឺករណីដែលបងប្អូននៅក្រៅឡានបាទនៅក្រៅឡានហើយសោនេះអត្តនាការតែវាអស់ថ្មអញ្ចឹងយើងអាចចូលឡានបានធ្វើអត់យើងអាចចូលឡានបានទេអញ្ចឹងករណីហ្នឹងបងប្អូនត្រូវប្រើសោនេះសោមេកានិកហ្នឹងបងប្អូនបាទសោនេះហ្នឹងហើយយកសោហ្នឹងមកចាក់នៅក្រោមនេះពុតឃើញអត់នេះកលៈនេះបាទចាក់ចូលអញ្ចឹងមកបងប្អូនកាច់មកខាងនេះបាទកាច់មកខាងនេះហើយបងប្អូនដាក់សោចេញសិនណាដាក់សោចេញសិនហើយយើងបើកទ្វារមកបានហើយបងប្អូនបាទអញ្ចឹងករណីហ្នឹងបើកទ្វារបានហើយឡានហ្នឹងនឹងលោតស្រែបងប្អូនវាលោតសញ្ញាវាលោតទីហើយប៉តហើយអញ្ចឹងបងប្អូនយកសោហ្នឹងដែលសោអស់ថ្មហ្នឹងយកមកដាក់កន្លែងសញ្ញារូបសោហ្នឹងមកឡានហ្នឹងលែងស្រែកបងប្អូនបាទឡានវាលែងស្រែកហើយយើងបញ្ឆេះឡានអីធម្មតាអញ្ចឹងណាហ្នឹងហើយយើងទៅរកកន្លែងដែលគាត់ដូរថ្មហ្នឹងវិញទៅឡានហ្នឹងដំណើរការវិញហើយយើងអាចចូលចេញចូលឡាននេះបានធម្មតាវិញហើយបាទអញ្ចឹងករណី3ហ្នឹងបើសិនបងប្អូនជួបករណីណាមួយយើងអាចដោះស្រាយតាមហ្នឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេសម្រាប់បងប្អូនបាទ